បងប្អូនទាំងអស់គ្នាវីដេអូមុនបងប្អូនមកស្គាល់ជំងឺទឹកនោមផ្អែមប្រភេទ1ប្រភេទ2តែថ្ងៃហ្នឹងបងប្អូនមកស្គាល់តើតើនឹងអ្នកដែលគាត់មានបញ្ហាទឹកនោមផ្អែមដែរតែតើតើនឹងស្ត្រីដែលកំឡុងពេលមានផ្ទៃពោះបងប្អូនអរគ្នាអញ្ចឹងបងប្អូនមានឆ្ងល់ថាហេតុអីបានស្ត្រីឬក៏បងដែលនារីហ្នឹងគឺគាត់មានបញ្ហាទឹកនោមផ្អែមដែរអញ្ចឹងបងប្អូនអរគ្នាមកដឹងពីអត្ថន័យទី3ទី1បងប្អូនដឹងហើយទី2បងប្អូនដឹងហើយប៉ុន្តែបងប្អូនអរគ្នាថ្ងៃហ្នឹងមកដឹងពីអត្ថន័យទី3អញ្ចឹងបងប្អូនអរគ្នាអត្ថន័យទី3បានន័យថាជំងឺទឹកនោមផ្អែមកំឡុងពេលមានផ្ទៃពោះដែលកើតទៅលើបងប្អូនស្ត្រីអញ្ចឹងបងប្អូនអរគ្នាបងប្អូនបរិសុទ្ធអត់មានការប៉ះពោះទេអញ្ចឹងបងប្អូនស្ត្រីគឺចូលរួមស្ដាប់វីដេអូហ្នឹងឲ្យបានគ្រប់គ្នាបងប្អូនអរគ្នាបានន័យថាវាកើតឡើងក្នុងកំឡុងពេលមានផ្ទៃពោះហើយអាចបាត់បង់ទៅវិញពេលដែលបន្ទាប់ពីបងស្ត្រីគឺសម្រាប់កូនហើយតែតើនឹងជំងឺទឹកនោមផ្អែមហ្នឹងបងប្អូនអរគ្នាហើយអញនិយាយបានថាវាអាចនឹងបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមប្រភេទទី2បាននៅពេលអនាគតបងប្អូនអរគ្នាអញ្ចឹងសម្រាប់បងស្ត្រីដែលសម្រាប់កូនហើយឬក៏សម្រាប់បុត្រហើយហ្នឹងគឺព្យាយាមផ្លាស់ប្ដូរ lifestyle នៃការរស់នៅឬក៏របបអាហារហ្នឹងកុំឲ្យបងប្អូនមានហានិភ័យនៃការកើតទឹកនោមផ្អែមប្រភេទទី2នៅពេលអនាគតបងប្អូនអរគ្នាហាត់ប្រាណញ៉ាំអាហារដែលអត់សូវមានពពុះកាបូនហៃដ្រូចច្រើនឬក៏អាហារដែលកែច្នៃឬក៏អាហារពពុះម្សៅបងប្អូនអរគ្នាបងប្អូននឹងអាចគ្រប់គ្រងជាតិស្ករក៏ដូចជាបងប្អូនអត់មានឱកាសកើតជំងឺហ្នឹងនៅពេលអនាគតបានទេអញ្ចឹងវីដេអូតទៅនឹងទឹកនោមផ្អែមប្រភេទបងស្ត្រីដែលគាត់មានបញ្ហាឬក៏មានផ្ទៃពោះក្នុងកំឡុងពេលកើតហ្នឹងបងប្អូនអរគ្នាគឺមានតែប៉ុណ្្នឹងទេធ្វើម៉េចបងប្អូនផ្លាស់ប្ដូររបបអាហារដូចរូបខ្ញុំបានចែកដែរហ្នឹងកាបូនហៃដ្រេតកាត់បន្ថយញ៉ាំអាហារឬក៏គ្រឿងកំប៉ុងដែលផ្អែមខ្លាំងហ្នឹងកាត់បន្ថយទៅបងប្អូនអត់មានឱកាសកើតទេគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាអរគុណច្រើន